បុគ្គលិកធនាគារស្រីម្នាក់ត្រូវបានអតិថិជនធ្វើរឿងមួយនេះនៅពេលដែលទៅទារលុយពីអតិថិជនជារឿងដ៏គួរឲ្យតក់ស្លុតនិងនឹកស្មានមិនដល់នៅរសៀលថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញសពនារីអាយុ22ឆ្នាំម្នាក់ឈ្មោះថាហឹមទីណាធ្វើការនៅអង្គការគ្រួសារខ្មែររស់នៅភូមិឫស្សីឡូឃុំស្វាយភ្លើងស្រុកតាំងគោកខេត្តកំពង់ធំត្រូវបានបរិសម្នាក់ធ្វើសកម្មភាពយកសពទៅកប់នៅក្រោយផ្ទះបើយោងទៅតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាជនដៃដល់នៅក្នុងករណីនេះគឺជាយុវជនមានឈ្មោះថាមនសីហាមានអាយុ20ឆ្នាំដែលគេសង្ស័យថាជាអ្នកជំពាក់លុយហើយបច្ចុប្បន្ននេះជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវតាមចាប់ក្រោយប្រព្រឹត្តអំពើនេះមិនគួរឲ្យកើតឡើងហើយនៅក្នុងករណីនេះផងដែរបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមអ៊ីនធឺណិតមានការតក់ស្លុតយ៉ាងខ្លាំងនិងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនារីខាងលើនិងសូមឲ្យសមត្ថកិច្ចតាមចាប់ខ្លួនបរិសុទ្ធខាងលើនេះមកកាត់ទោសទៅតាមផ្លូវច្បាប់សូមបញ្ជាក់ផងដែរថារឿងរ៉ាវនេះដែរបានកើតឡើងនៅរសៀលថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះដោយមានការភ្ញាក់ផ្អើលក្រោយឃើញសពនារីអាយុ22ឆ្នាំម្នាក់ឈ្មោះថាហឹមទីណាដែលធ្វើការនៅអង្គការគ្រួសារខ្មែរហើយនាងរស់នៅក្នុងភូមិឫស្សីឡូឃុំស្វាយភ្លើងស្រុកតាំងគោកខេត្តកំពង់ធំត្រូវបានបរិសម្នាក់ធ្វើសកម្មភាពយកសពនារីខាងលើនេះទៅកប់នៅក្រៅផ្ទះនៅក្បែរបង្គន់ផងដែរហើយបើតាមឲ្យដឹងពីប្រភពព័ត៌មានកើតហេតុបានឲ្យដឹងថាជនសង្ស័យខាងលើនេះគឺជាយុវជនមានឈ្មោះថាមនសីហាមានអាយុទើបតែ20ឆ្នាំតែប៉ុណ្ណោះដែលគេសង្ស័យថាយុវជនខាងលើនេះគឺជាអ្នកជំពាក់លុយនារីខាងលើបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវដិតដៃដិតជើងក្រោយប្រព្រឹត្តអំពើនេះមិនគួរឲ្យកើតឡើងបាទចឹងយុវជនខាងលើនេះកំពុងតែរត់គេចខ្លួនបាត់ស្រមោលហើយបងប្អូនទាំងអស់គ្នាមិនដឹងថាយុវជនខាងលើនេះបាទរត់ទៅទីកន្លែងណានោះទេដោយសមត្ថកិច្ចកំពុងតែកំណត់មុខសញ្ញាដើម្បីចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរបាទចឹងបងប្អូនទាំងអស់គ្នាជាចុងក្រោយនៃវីដេអូនេះមានពាក្យពេចន៍អ្វីខមមិននៅក្នុងវីដេអូនេះសូមខមមិនជាការបញ្ចេញមតិទាំងអស់គ្នា